ប្រហែល20នាទីញោមតាំងចេតនាស្ដាប់ស្ដាប់ទៅយើងមកកឋិនទានហ្នឹងគឺយើងមកដើម្បីប្រមូលបុណ្យហ្នឹងឯងហើយសំខាន់ជាងគេបុណ្យគឺការសំនៅបញ្ញាហ្នឹងសំបញ្ញាអាស្រ័យយើងបានស្ដាប់ពធហ្នឹងឯងស្ដាប់ពធទៅធ្វើឲ្យយើងហ្នឹងចម្រើននៅក្នុងកុសលធម៌បាននៅពុទ្ធបញ្ញាចម្រើននៅសទ្ធាធ្វើនៅចិត្តរបស់យើងហ្នឹងឲ្យរត់តែប្រសើរឡើងក្នុងការប្រព្រឹត្តបុណ្យរត់តែជំនាញក្នុងការបំពេញបុណ្យអញ្ចឹងខ្ញុំកណាមិនលើកអីវិញឆ្ងាយគ្រាន់តែលើកខាងដើមប៉ុណ្ណឹងហើយក៏ជាបន្តខ្ញុំកណាចង់លើករឿងដូចថាតកតងយើងពិធីបុណ្យកឋិនគឺសំខាន់សម្ពត់កឋិនហ្នឹងឯងណាសម្ពត់កឋិនស្បង់ជ័យវោសង្កដីសម្ពត់ណានេះមួយយើងយកមកហើយវេណាវេគឺក្នុងថ្ងៃណាក៏បានដែររវាងពី100អាសត់ដល់15កើតខែកដិកហ្នឹងដោយឡែកវត្តវិសុទ្ធិមគ្គគឺតែងតែវេនៅក្នុងថ្ងៃមួយកើតខែកដិករៀងរាល់ឆ្នាំដោយសារការព្រមព្រៀងគ្នាអញ្ចឹងថ្ងៃស្អែកចាប់ពីអរុណរះរហូតដល់រាបដល់ប្រសងមិនតឹងក្រៅក្រងគឺយើងវេបានរហូតញាតិញោមមកអញ្ចឹងទៅអាចទទួលពីព្រឹករហូតដល់ថ្ងៃវេដល់រាបដែលប្រសងមិនតឹងក្រៅក្រងគឺទទួលបានអញ្ចឹងកឋិនទានជាទានដែលចម្លែកជាងគេត្រូវការវេលាហើយមានតែក្នុងពុទ្ធសាសនាទេបើព្រះអង្គត្រាស់ដឹងឡើងគឺអត់មានទេអញ្ចឹងយើងបានឱកាសដើម្បីធ្វើនៅកឋិនទានហ្នឹងជាបុណ្យដ៏ក្រៃលែងជាបុណ្យកុសលដ៏ក្រៃលែងយើងក៏បីយល់អញ្ចឹងទៅយើងជ្រះថ្លានៅក្នុងគុណព្រះសម្មាសម្ពុទ្ធជ្រះថ្លាក្នុងគុណពធក្នុងគុណនៃព្រះសង្ឃដែលធ្វើយើងនឹងអាចបានឱកាសដើម្បីធ្វើនៅកឋិនទាននឹងបានអញ្ចឹងយើងប្រឹងប្រែងពិចារណាអញ្ចឹងទៅឲ្យមានចិត្តជ្រះថ្លាក្នុងការធ្វើនៅកឋិនទាននឹងហើយយើងមកអញ្ចឹងទៅក៏បានស្ដាប់នៅពធហើយក៏បានធ្វើនៅទានផ្សេងធ្វើចំពោះព្រះសង្ឃហើយក៏យើងនឹងបានវេនៅកឋិនយើងនៅថ្ងៃស្អែកបុណ្យកឋិននឹងសម្រាប់នៅក្នុងថ្ងៃស្អែកឯនោះកន្លែងហើយតកតងនឹងកឋិនហ្នឹងបើយើងនិយាយតកតងជាវិន័យកម្មគឺសំដៅដល់ភិក្ខុសង្ឃដែលអាចក្រៅក្រងបានគឺលោកបានចាំវស្សាមិនដាច់ចាំវស្សាខាងដើមកណ្ដាលគ្រាន់តែខ្ញុំកណ្ដាលលើកឡើងខ្លីៗតកតងនឹងកឋិនហ្នឹងគឺបុគ្គលណាមួយក៏អាចធ្វើបានដែរណាមនុស្សឬក៏ទេវតាដោយហោះចឹងសំបីថាពពួកនេះពពួកក្រត់ដែលអាចពោលវាចាវេនៅកឋិនហ្នឹងបានក៏ធ្វើបានដែរព្រោះសំខាន់គឺបានវេដោយវិជ័យភេទជាទានដែលប្លែកមិនមែនជាការលើកប្រកេនទេគឺវេវេប្រកេនដោយវិជ័យភេទចឹងទៅទើបវាឡើងជាកឋិនទានកណ្ដាលហើយតកតងនឹងភិក្ខុសង្ឃដែលក្រៅក្រងហ្នឹងយើងហៅថាសង្ឃចតុវៈមិនមែនបញ្ចវៈទេប៉ុន្តែត្រូវការគ្នា5នាក់ដែលលោកបញ្ជាក់ក្នុងអត្ថកថាថាដោយចំនួនណាដោយអំណាចនៃចំនួនកណ្ដាលវសេអ្នកណាគឺសំខាន់ត្រូវការ5នាក់ក្នុង5នាក់ហ្នឹងសង្ឃ4រូបភិក្ខុសង្ឃ4រូបជាអ្នកតាំងញ៉ាត់សូត្រតែមួយអង្គទេប៉ុន្តែត្រូវការគ្នា4រូបដើម្បីគ្រប់គណៈហើយអ្នកក្រៅក្រង1រូបនៅក្នុងសីមាហ្នឹងដែរសរុបទៅ5នាក់អញ្ចឹងជាសង្ឃចតុវៈទេមិនមែនបញ្ចវៈទេនៅក្នុងចាំបញ្ញខណ្ឌកៈសង្ឃបញ្ចវៈលោកលើកមកតែ2ទេគឺតកតងនឹងបវារណកម្មនិងឧបសម្បទាកម្មនៅក្នុងបច្ចន្តបតិណាដោយឧបសម្បទាកម្មនៅក្នុងបច្ចន្តបតិត្រូវការ5រូបទាំងវិន័យធម៌អញ្ចឹងបើសរុបទាំងកុលបុត្រអ្នកបួសគឺ6យ៉ាងណាមិញនៅក្នុងទីនេះបើសិនជានៅក្នុងកឋិនកម្មបើយើងនិយាយថាជាសង្ឃបញ្ចវៈអញ្ចឹងត្រូវការគ្នាយ៉ាងតិច6ទាំងអ្នកក្រៅក្រងអញ្ចឹងវាលើកអត់ត្រូវទៅតាមអត្ថកថាកឋិនខណ្ឌកៈទេអញ្ចឹងត្រូវការគ្នាតែ5អ្នកទេណាអញ្ចឹងបើយើងរាប់ដោយអំណាចនៃចំនួនគឺ5បើយើងរាប់ដោយឈ្មោះនៃសង្ឃគឺសង្ឃចតុវៈនឹងឯងចូលនៅក្នុងសង្ឃចតុវៈនៅក្នុងដីកាវិនិច្ឆ័យលង្ការដីកាជាដើមក៏លោកបានលើកបញ្ជាក់ថាមិនក៏បីសម្គាល់ថាជាសង្ឃបញ្ចវៈទេណាអ្នកបញ្ចវៈករណីយន្តិកហេតពាំងលោកលើកមកអញ្ចឹងកណ្ដាលអញ្ចឹងខ្ញុំកណ្ដាលលើកមកប៉ុណ្ណឹងដើម្បីប្រកេនកណ្ដាលគុណចាស់គ្រប់ព្រះអង្គដែលជាអ្នកសិក្សាព្រះវិន័យអញ្ចឹងទៅយើងស្ដាប់ពិចារណាព្រោះអាចមានការយល់ច្រឡំសម្រាប់ខ្ញុំកណ្ដាលក៏ធ្លាប់យល់ច្រឡំអញ្ចឹងដែរកណ្ដាលខ្ញុំកណ្ដាលលើកខាងដើមប៉ុណ្ណឹងអញ្ចឹងទៅបានបន្តចង់សម្ដែងតកតងនឹងធម្មទានលើកមកនេះចង់លើកតកតងពុទ្ធបរិស័ទយើងជាអ្នកកាន់ពុទ្ធសាសនាយើងត្រូវមាននៅសារណៈជាទីពឹងសារណៈជាទីពឹងសារណៈគឺបានដល់ពុទ្ធពធនិងប្រសង្ឃក្នុងទីនេះសារណៈគឺសំដៅដល់ពុទ្ធពធប្រសង្ឃបើយើងនិយាយដោយអភិធម្មគឺសំដៅដល់អារម្មណ៍សារណៈគឺពុទ្ធគុណធម្មគុណសង្ឃគុណជាអារម្មណ៍យើងត្រូវមាននៅពុទ្ធពធប្រសង្ឃនឹងឯងជាអារម្មណ៍អញ្ចឹងទៅញ៉ាំងនៅកុសលចិត្តនឹងឲ្យកើតឡើងដោយការជ្រះថ្លាហៅថាដល់នៅសារណៈឯចំណុចពីថាសារណៈគុំគឺសំដៅដល់ចិត្តទុកបានចិត្តចេតសិកជាមហាកុសលជាមហាកិរិយាជាលោកុត្តរៈក៏ដោយដែលមាននៅពុទ្ធពធប្រសង្ឃនឹងជាអារម្មណ៍ជាអារម្មណ៍តែខ្ញុំមិនវិញនិយាយពុស្នាទេអញ្ចឹងវាថាសារណៈគុំនិយាយដោយបរមត្ថគឺបានដល់ចិត្តទុកបានចិត្តចេតសិកដែលមាននៅសទ្ធាជាខាងដើមបើសិនជាយើងបានពិចារណានៅគុណនឹងដោយបញ្ញាទៀតទៅក៏មាននៅសម្មាទិដ្ឋិជាទូបញ្ញាដែលមានសទ្ធាជាខាងដើមយើងហៅថាសទ្ធាមូលិកាចសម្មាទិដ្ឋិនឹងជាអពាក្យនៅក្នុងអត្ថកថាសាមញ្ញផលសូត្រដែលលោកបញ្យល់តេតងសារណៈគុំអញ្ចឹងបុគ្គលដែលមាននៅចិត្តជាមហាកុសលមាននៅសទ្ធាជាខាងដើមអាចមាននៅបញ្ញាប្រកបជាមួយពេលខ្លះអញ្ចឹងទៅក៏ឈ្មោះថាជាអ្នកមាននៅពុទ្ធពធប្រសង្ឃជាទីពឹងមានន័យថាចិត្តជាមហាកុសលនឹងវាកើតឡើងនឹងឯងជាទីពឹងរបស់យើងនឹងឯងជាទីពឹងរបស់យើងអញ្ចឹងពុទ្ធបរិស័ទត្រូវជាយាមមាននៅពុទ្ធពធប្រសង្ឃជាទីពឹងជាសារណៈទើបជាទីពឹងរបស់យើងជាយាមនឹករលឹកដល់ព្រះអង្គឲ្យបានរឿយកុំជាយាមបញ្ជូនចិត្តទៅកាន់អ្វីដទៃដែលជាហេតុនាំឲ្យកើតនៅអកុសលជាយាមស្ដាប់នៅពធរឿយអញ្ចឹងទៅអញ្ចឹងយើងក្នុងនាមជាពុទ្ធបរិស័ទត្រូវស្គាល់ទីពឹងរបស់ខ្លួនឯងគឺសារណៈនឹងឯងហើយយើងនេះឈ្មោះថាជាអ្នកដល់នៅសារណៈជាទីពឹងដោយអាចថាយើងជ្រះថ្លានៅក្នុងគុណពុទ្ធពធប្រសង្ឃជ្រះថ្លាទៅបានអាស្រ័យសិក្សារៀនសូត្រស្ដាប់នឹងឯងណាអញ្ចឹងត្រូវប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់ដើម្បីបាននៅទីពឹងត្រូវស្គាល់នៅទីពឹងរបស់យើងហើយត្រូវមាននៅសិលត្រូវស្គាល់នៅសិល
បើយើងមិនស្គាល់សិលយើងអាចរក្សាសិលបានទេចឹងត្រូវមានសារណៈជាខាងដើមបន្តមកក៏ត្រូវមាននៅសិល5 8តាមសំគួរដល់លទ្ធភាពរបស់ខ្លួនខ្លួនឯងអាចរក្សាបានចឹងទៅក៏ធ្វើនៅការរក្សាសិលទាំងអស់នឹងទៅធ្វើទានហើយក៏អប់រំចិត្តដែលយើងមិនងាយក្នុងការបានកើតជួបក្នុងពុទ្ធសាសនាទេចឹងយើងមានឱកាសយើងធ្វើប្រឹងប្រែងធ្វើនៅធម៌ទាំងអស់នឹងធ្វើនៅទីពឹងរបស់ខ្លួនធ្វើនៅទីពឹងរបស់ខ្លួនកណាហើយជាខាងចុងខ្ញុំកណាចង់លើកនៅបកាថាដែលព្រះអង្គសម្ដែងប្រពសេចក្តីស្លាប់របស់សាមាវតីនិងមាកន្ធយានោះដែលត្រូវស្លាប់ទាំងអស់គ្នាសាមាវតីស្លាប់ព្រោះតែភ្លើងឆេះនៅរាជដំណាក់ត្រូវមាកន្ធយានឹងប្រើឲ្យគេដុតប្រកម្មរបស់ខ្លួនឯងទេណាកម្មពីអតីតជាបច្ច័យនាំឲ្យដល់នៅសភាពយ៉ាងហ្នឹងមាកន្ធយានឹងធ្វើនៅប្រយោគបច្ចុប្បន្នមិនល្អក៏ដល់នៅសេចក្តីទុក្ខបច្ចុប្បន្នដល់នៅសេចក្តីស្លាប់ទាំងអស់គ្នាវិខុទាំងឡាយលោកសន្ទនាគ្នាតើបុគ្គលទាំងពីរហ្នឹងអ្នកណាឈ្មោះថាស្លាប់អ្នកណាឈ្មោះថារស់លោកចេះពិចារណាអញ្ចឹងចេះគិតអញ្ចឹងបើតាមពិតទៅស្លាប់ទាំងអស់តែគ្នាហ្នឹងឯងប៉ុន្តែដោយសារបុគ្គលមានបញ្ញាចេះពិចារណាស្លាប់ដូចគ្នាប៉ុន្តែសភាពនៃការប្រព្រឹត្តទៅអត់ដូចគ្នាទេអ្នកខ្លះធ្វើបាបអកុសលហើយស្លាប់អ្នកខ្លះស្លាប់ព្រោះទទួលអកុសលវិបាកអតីតវាឲ្យផលទេឯប្រយោគបច្ចុប្បន្នគឺខ្លួនឯងប្រព្រឹត្តល្អទេអញ្ចឹងទៅលោកឆ្ងល់លោកសាកសួរលោកមានបញ្ញាសំមកហើយសាកសួរសន្ទនាគ្នាអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់យាងមកដល់សាកសួរថាពលអ្វីក៏ប្រាប់ទៅហើយព្រះអង្គក៏ទ្រង់សម្ដែងថាមនាលវិខុទាំងឡាយសត្វទាំងឡាយណាដែលជាអ្នកប្រមាទណាសូម្បីរស់នៅអស់រយនៃឆ្នាំក៏ដោយក៏ឈ្មោះថាដូចជាស្លាប់ឯសត្វទាំងឡាយណាដែលជាអ្នកមិនប្រមាទសូម្បីស្លាប់ទៅក៏ដោយក៏ឈ្មោះថានៅមានជីវិតរស់នៅយើងស្ដាប់ពាក្យហ្នឹងអាចថាមិនទាន់យល់ជ្រាលជ្រៅទេយើងស្លាប់ហើយឈ្មោះថារស់យ៉ាងម៉េចអញ្ចឹងចាំអធិប្បាយបន្តិចទៀតអញ្ចឹងបានព្រះអង្គប្រពប៉ុណ្ណឹងព្រះអង្គសម្ដែងគាថាអបមាតោអមតបទាំងបមាតោមច្ចុណោបទាំងអបមតានមីយន្តិយេបមតាយថាមតាអេវងវិសេសតោញត្វាអបមតមហេបណ្ឌិតាអបមតេបមតន្តិអរិយាណងកោចរិរតាទេជាយិណោសាតតិកានៃចង្តលហប្រកមាពុសន្តិធិរិននៅពេលណាយកខេមអនុត្តរាព្រះអង្គសម្ដែង3គាថានឹងសត្វទាំងឡាយស្ដាប់ចប់បានសម្រាប់គុណធម៌មានសោតាជាដើមតែគេមានឧបនិស្ស័យច្រើនហ្នឹងគេស្ដាប់តែប៉ុណ្្នឹងគេយល់ជាបុគ្គលដែលមានបញ្ញាមានបុណ្យសំទុកមកហើយអញ្ចឹងយើងស្ដាប់បល័យក៏ប៉ុណ្្នឹងមិនទាន់យល់ទេមិនទាន់ចេះបល័យយើងអត់បានប្រែស្ដាប់ទៅមិនទាន់យល់ទេប៉ុន្តែអាត្មាលើកមកចប់ចឹងទៅជាពុទ្ធដីកាដើម្បីជាការជ្រះថ្លាអញ្ចឹងខ្ញុំកណ្ដាលនឹងប្រែហើយក៏បញ្ចូលសង្ខេបទៅតែម្ដងព្រះអង្គសម្ដែងថាអបមាតោអមតាំងបទាំងឬក៏អមតៈបទាំងអបមាតោគឺសេចក្តីមិនប្រមាទឈ្មោះថាជាផ្លូវនៃអមតៈគឺព្រះនិព្វានបមាតោមច្ចុណោបទាំងសេចក្តីប្រមាទឈ្មោះថាជាផ្លូវនៃមច្ចុគឺសេចក្តីស្លាប់ហើយបានលោកលើកថាអបមាតោសេចក្តីមិនប្រមាទជាផ្លូវនៃអមតៈគឺព្រះនិព្វានហើយបមាតោមច្ចុណោបទាំងនោះសេចក្តីប្រមាទឈ្មោះថាជាផ្លូវនៃសេចក្តីស្លាប់អបមតាអ្នកមីយន្តិបុគ្គលអ្នកមិនប្រមាទឈ្មោះថាមិនស្លាប់យេបមតាយថាមតាបុគ្គលណាប្រមាទទុកដូចជាស្លាប់ទោះរស់នៅក៏ដោយបានអត្ថកថាលោកបញ្ជាក់ថាមនុស្សយើងតែងតែស្លាប់នឹងឯងណាមិនក៏បីយល់ថាអ្នកណាមួយមិនស្លាប់ទេសូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គប្រតិនិព្វានប៉ុន្តែថាបុគ្គលដែលជាអ្នកប្រមាទលោកសម្ដែងថារមែងមិនអាចកន្លងនៅជាតិកាលបើមិនអាចកន្លងនៅជាតិគឺការកើតហើយរមែងជារាហើយក៏រមែងដល់នៅសេចក្តីស្លាប់អាស្រ័យហេតុហ្នឹងទៅព្រះអង្គសម្ដែងថាបុគ្គលដែលប្រមាទនោះទើបឈ្មោះថាជាអ្នកស្លាប់ព្រោះមិនអាចកន្លងនៅសេចក្តីនឹងបានមិនអាចកន្លងនៅសេចក្តីនឹងបានវិលវល់ហើយមិនមានទីបំផុតតទៅលោកសម្ដែងបុគ្គលដែលប្រមាទនឹងឯងវត្តដាក់ហ្នឹងគឺរមែងវិលទៅអត់មានទីបំផុតទេប្រមាទតសវត្តដាក់តប្រជិណnăngណដ្ឋិលោកសម្ដែងអញ្ចឹងបុគ្គលដែលប្រមាទហ្នឹងឈ្មោះថាស្លាប់យ៉ាងហ្នឹងណាសូម្បីថានៅរស់ក៏ដោយប៉ុន្តែទុកដូចជាស្លាប់អញ្ចឹងព្រោះបុគ្គលនោះរមែងនឹងកើតតទៅទៀតរមែងនឹងកើតតទៅទៀតរមែងមិននៅណៃចាក់វត្តដាក់អញ្ចឹងទៅក៏បំពេញនៅកម្មអកុសលអីផ្សេងទៅរមែងកើតចាស់ហើយក៏ស្លាប់អញ្ចឹងទៅឯចំណែកបុគ្គលដែលជាអ្នកមិនប្រមាទលោកសម្ដែងថាមិនស្លាប់ហ្នឹងមិនមែនមានន័យថាមិនអស់អាយុជីវិតទេបុគ្គលនោះព្រះអង្គសម្ដែងថាគង់តែដល់នៅជារាហើយក៏ដល់នៅមរណៈសេចក្តីស្លាប់ជាទីបំផុតប៉ុន្តែថាអាស្រ័យសេចក្តីមិនប្រមាទគឺសតិអង្គធម៌បានដល់សតិនៅក្នុងមហាកុសលហ្នឹងវាកើតឡើងធ្វើឲ្យបុគ្គលនោះធ្វើនៅទានរក្សាសិលអប់រំចិត្តចំពោះកុហកចំពោះបព្វជិតជាអ្នកមិនប្រមាទគឺរមែងជាអ្នកប្រព្រឹត្តបំពេញនៅវត្តឧបជាយវត្តអាចារ្យវត្តធ្វើនៅវត្តផ្សេងសង្រួមក្នុងព្រះវិន័យអប់រំចិត្តចម្រើនកម្មដ្ឋានសមថវិបស្សនាអញ្ចឹងទៅអញ្ចឹងបុគ្គលនោះឈ្មោះថាជាអ្នកមាននៅសតិបំពេញនៅកុសលរយហើយជាអ្នកធ្វើនៅកុសលដែលជាហេតុឆ្ងាយនៃព្រះនិព្វានប្រាថ្នានៅព្រះនិព្វានជាវិវត្តៈគិមនីកុសលរមែងដល់នៅព្រះនិព្វានក្នុងអត្តភាពនឹងឬក៏អត្តភាពទី2ទី3បន្តតទៅជាដើមអញ្ចឹងបុគ្គលនោះព្រះអង្គសម្ដែងថាសូម្បីតែបុគ្គលនោះក៏រមែងស្លាប់ក៏ដោយក៏រមែងដល់នៅចុតិចិត្តក៏ដោយប៉ុន្តែរមែងជាអ្នកមាននៅទីបំផុតរមែងជាអ្នកមាននៅវត្តដាក់នឹងឯងវារួញខ្លីរមែងគង់តែនឹងបរិនិព្វានអញ្ចឹងបុគ្គលអ្នកមិនប្រមាទឈ្មោះថាជាអ្នកមិនស្លាប់ដោយអត្តយ៉ាងនឹងដោយអត្តយ៉ាងនឹងអញ្ចឹងពុទ្ធបរិស័ទស្ដាប់ហើយអញ្ចឹងទៅយើងចង់ធ្វើជាអ្នកប្រមាទឬក៏ជាអ្នកមិនប្រមាទចង់ធ្វើជាបុគ្គលដែលរស់នៅដូចស្លាប់ឬក៏ចង់ធ្វើជាបុគ្គលដែលសូម្បីតែស្លាប់ទៅហើយក៏ដោយឈ្មោះថាដូចរស់នៅយើងសួរខ្លួនឯងអញ្ចឹងទៅយើងត្រូវប្រឹងប្រែងធ្វើជាបុគ្គលដែលជាអ្នកមិនប្រមាទទៅមិនប្រមាទមានន័យថាមាននៅសតិនឹងឯងមាននៅសតិមានន័យថាយើងជាអ្នកប្រឹងប្រែងធ្វើនៅកុសលផ្សេងបានហើយសតិនឹងវាជាទីតាំងអញ្ចឹងទៅធ្វើឲ្យយើងនឹងឯងរក្សាសិលក៏បានធ្វើឲ្យយើងនឹងធ្វើទានក៏បានចម្រើនកម្មដ្ឋានក៏បានតែដល់ពេលអត់មាននៅសតិទេប្រមាទទៅអង្គធម៌គឺអកុសលចិត្តទាំង12ដួងអកុសលចិត្តទាំង12ដួងហ្នឹងបើយើងធ្វើ
នៅអកុសលកម្មវាចេញទៅជាអកុសលកម្មបត់10ទៅលួចគេក៏បានសម្លាប់គេក៏បានទៅតាមនឹងអញ្ចឹងអកុសលហ្នឹងវារមែងជាបច្ច័យនាំឲ្យយើងដល់នៅអបាយភូមិវិលវល់នៅក្នុងវត្តដាក់អញ្ចឹងយើងក៏បីជាអ្នកមិនប្រមាទជាអ្នកមានសតិស្មារតីអញ្ចឹងទៅបានគាថាទី2ព្រះអង្គសម្ដែងថាអេបាំងវិសេសតញ្ញថ្វាអបមាទាំងហេបណ្ឌិតាបណ្ឌិតាគឺបុគ្គលជាបណ្ឌិតដែលលោកដឹងនៅហេតុពិសេសយ៉ាងហ្នឹងណាអេបាំងវិសេសតញ្ញដឹងនៅហេតុពិសេសថាយ៉ាងម៉េចថាបុគ្គលអ្នកប្រមាណនេះរមែងមិនរួចចាក់ទុកហើយបុគ្គលអ្នកមិនប្រមាទរមែងរួចចាក់ទុកក្នុងការដសំគួររមែងមាននៅវត្តដាក់ហ្នឹងឯងវាមានទីកំណត់ដឹងយ៉ាងហ្នឹងហើយអញ្ចឹងទៅរមែងណាជាអ្នកត្រេកអរនៅក្នុងសេចក្តីមិនប្រមាទអបមាតិប្រមោទន្តិអរិយាហ្នឹងគោចរិយរតាជាអ្នកត្រេកអរនៅក្នុងទីគោចរនៃព្រះអរិយពលគឺពោធិបក្ខយធម៌ទាំង37ប្រការហើយនឹងលោកុត្តរធម៌ទាំង9ដែលជាទីគោចរនៃព្រះអរិយទាំងឡាយលោករមែងត្រេកអរនៅក្នុងធម៌ទាំងអស់ហ្នឹងរមែងត្រេកអរនៅក្នុងធម៌ទាំងអស់ហ្នឹងទៅបានពុសន្តិធារាពុសន្តិធារានទៅពៀនហ្នឹងតេជាយិណោសាតតិកានិច្ចំតលហប្រកមាលោកនឹងឯងជាអ្នកមាននៅឈានជាយិណោសាតតិកាមាននៅកាយិកវិរិយៈចេតសិកវិរិយៈនិច្ចំតលហប្រកមាព្យាយាមមិនដាច់ព្យាយាមមិនដាច់ចឹងទៅក៏ពុសន្តិរមែងពលត្រូវពុសន្តិធារានទៅពៀនហ្នឹងពលត្រូវនៅព្រះនិព្វានដោយអំណាចនៃមគ្គចិត្តនិងផលចិត្តនឹងតាមអត្ថកថាលោកបញ្យលអញ្ចឹងជាអ្នកមានឈានហ្នឹងលោកសម្ដែងទាំងឈានជាសមថៈណាសមថៈគឺតកតងនឹងអារម្មណូបនិឈានសមាបត្តិ8ហ្នឹងហើយនឹងលក្ខណូបនិឈានគឺបានដល់វិបស្សនាហ្នឹងជាអ្នកមាននៅឈានទាំងពីរហ្នឹងហើយចឹងទៅព្យាយាមកាយិកវិរិយៈចេតសិកវិរិយៈព្យាយាមទាំងកាយទាំងចិត្តមាននៅការព្យាយាមជាប់មិនដាច់យ៉ាងមាំរមែងពលត្រូវនៅព្រះនិព្វានដោយមគ្គចិត្តដែលហៅថាញាណពុសនៈពលនៅព្រះនិព្វានដោយអំណាចនៃផលចិត្តដែលហៅថាវិបាកពុសនៈបុគ្គលនឹងឯងរមែងដល់នៅព្រះនិព្វានយកយ៉ាងខេមញ្ញអនុត្តរៈដែលជាទីខ្សែអនុត្តរៈដល់ប្រសើរក្រៃលែងជាងលោកយៈលោកុត្តរៈព្រះនិព្វានជាទីខ្សែជាទីប្រសើរជាទីអស់នៅទុកជាទីប្រសើរជាងលោកយៈធម៌ជាទីប្រសើរជាងលោកុត្តរៈពលគឺមគ្គនឹងផលចិត្តនឹងទៀតព្រះនិព្វានក៏ជាលោកុត្តរៈដែរជាលោកុត្តរៈដែរប៉ុន្តែប្រសើរជាងលោកុត្តរៈធម៌8ដល់សេះគឺមគ្គនឹងផលនឹងទៀតណាអញ្ចឹងបុគ្គលជាបណ្ឌិតជាអ្នកត្រេកអរក្នុងសេចក្តីមិនប្រមាទនឹងឯងចុងក្រោយរមែងពលត្រូវនៅព្រះនិព្វានដែលជាទីខ្សែចាក់យកៈជាធម៌ប្រសើរណាយើងក៏បីជាអ្នកមិនប្រមាទទៅរមែងជាអ្នកអនាគតទៅជាឧបនិស្ស័យណាជាឧបនិស្ស័យរមែងពលត្រូវនៅព្រះនិព្វានដែលព្រះរាជបុគ្គលទាំងឡាយពលត្រូវហើយក៏ដូចនោះដែរណាអញ្ចឹងខ្ញុំកណាចូលរួមសម្ដែងពធប៉ុណ្ណឹងសំគួរណាពុទ្ធបរិស័ទស្ដាប់ទៅក៏អាចបាននៅសតិស្មារតីហើយណាស្ដាប់បានសតិស្មារតីជាអ្នកមិនប្រមាទជាយាមប្រឹងប្រែងបំពេញនៅកុសលឲ្យបានច្រើនដើម្បីជាទីពឹងរបស់ខ្លួនតន់មានឱកាសណាសូមអនុមោទនា